ជាស្ដីទៅពាក់ព័ន្ធជាមួយនឹងការ trading គឺយើងអត់អាចជៀសផុតជាមួយនឹងការខាតទេតែអ្វីដែលជាបញ្ហាយើងត្រូវដឹងថាតើស្ថានភាពទីផ្សារបែបណាហើយការ trade របៀបណាដែលអាចធ្វើឲ្យយើងខាតធំអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំដែលជួបជាមួយនឹងការ trading មកកន្លងមកខ្ញុំឃើញស្ថានភាពទីផ្សារមួយដែលធ្វើឲ្យយើងខាតធំខ្លាំងមែនទែនគឺជាប្រភេទទីផ្សារដែល sideways ឬក៏ទៅវិញទៅមកនៅក្នុង0.1ណាអានឹងគឺជាបញ្ហាមួយដែលធ្វើឲ្យយើងគេហៅថាស្ថានភាពទីផ្សារមួយដែលអាចធ្វើឲ្យយើងខាតច្រើនបើសិនជាការណាដែលយើងចូលទឹកចូលហើយចូលទៀតចូលហើយចូលទៀតពីព្រោះសារហ្នឹងវាអត់មានទៅណាឆ្ងាយទេវានៅតែម្ដុំហ្នឹងទេអញ្ចឹងជួនកាលយើងតាមសារយើងទៅមកយើងកាត់ចុះកាត់ឡើងអញ្ចឹងវាខាតច្រើនតែបញ្ហាទី2ដែលអាចធ្វើឲ្យយើងខាតធំនៅក្នុងអំឡុងពេល sideways ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការ trade revenge trade ឬក៏ការ trade ដើម្បីស៊ីសងឧទាហរណ៍ថាអ្នកនរគ្នាចូល trade ម្ដងខាតអស់$100អញ្ចឹងអ្នកនរគ្នានឹងគិតថាខ្ញុំនឹងចូលមក trade ទៀតដើម្បីឲ្យចំណេញបាន$200ដោយសារតែយើងចង់បាន$200ទុកសម្រាប់ស៊ីសងមួយអ្វីដែលយើងបានខាត100ហើយ100ទៀតយើងកាត់ទុកថាវាជាផលចំណេញអញ្ចឹងទៅតែការរំពឹងទុកបែបហ្នឹងគឺវាមិនត្រូវរហូតទេFacebook ថានេះវាជាផែនការមួយមែនតែផ្សារវាអត់រត់ដល់អ្វីដែលយើងរំពឹងទុកវាធ្វើឲ្យយើងកាន់តែខាតហើយខាតទៀតអញ្ចឹងជាធម្មតាខាត1ខាត2ខាត3 position ទី4យើងប្រកាសជាចង់ឲ្យមក position ហ្នឹងរត់ទៅឆ្ងាយដើម្បី recover មកវិញទាំងអស់ហើយត្រូវអត់តែពេលខ្លះវាអត់ដោយអ្វីដែលយើងគិតវាអត់ដោយអ្វីដែលយើងរំពឹងទុកវារត់ទៅអត់បានឆ្ងាយវារត់បានខ្លីៗអញ្ចឹងគឺធ្វើឲ្យយើងចេះតែខាតហើយខាតទៀតរបៀបយើងធម្មតា target យើងវាមិនដល់យើងចេះតែហូរតាំងពីចំណេញមកខាតវិញហ្នឹងទៅហើយជួនកាលចំណេញមក100 200យើងគិតថាអូយកាត់ទៅអីវាមិនទាន់រួចថ្លៃដែលយើងខាតផងអញ្ចឹងណាអាហ្នឹងហើយគឺជាបញ្ហាមួយដែលយើងខាតច្រើននិយាយងាយយល់ទៅគឺតាមយើងតាមដើម្បីយកលុយរបស់យើងត្រឡប់មកវិញលុយដែលយើងបាត់បង់អញ្ចឹងណាហើយបើសិនជាយើងមិនធ្វើអញ្ចឹងទេយើងមានតែតឡើងលោតសាយតើការតឡើងលោតសាយឬក៏ការហូរដើម្បីស៊ីសងគ្នាដើម្បីឲ្យលុយដែលយើងបាត់បង់ត្រឡប់មកវិញធ្វើអញ្ចឹងវាគ្រោះថ្នាក់អត់ការតឡើងលោតសាយគឺវាគ្រោះថ្នាក់បាត់ហើយបើសិនជាវាត្រូវវាអត់បញ្ហាតែបើខុសគឺកាន់តែផុងទៅហើយការហូរដើម្បីយកផលចំណេញឲ្យច្រើនដើម្បីស៊ីសងជាមួយអ្វីដែលយើងខាតក៏វាកាន់តែមិនអាចទៅរួចដោយសារជួនកាលផ្សារសាយវាអត់រត់បានច្រើនទេវារត់នៅក្នុងកន្លែងនេះតែតិចតួចទេអញ្ចឹងវាអត់បានអ្វីដែលយើងរំពឹងទុកទេអញ្ចឹងវាធ្វើឲ្យយើងកាន់តែខាតទៅជាចំណុចដែលអាចដោះស្រាយបញ្ហានេះបានគឺបើសិនយើងខាតម្ដង2ដងឬក៏3ដងយើងគុំរំពឹងថានៅក្នុងរយៈពេល1ថ្ងៃហ្នឹងយើងអាចចូលលើកទី4ដើម្បី recover អ្វីដែលយើងបាត់បង់បានន័យថាបើសិនជាអ្នកនរគ្នាខាត$400គុំព្យាយាមដេញតាមយកអ្វីដែលយើងខាតនៅក្នុងថ្ងៃហ្នឹងយើងអាចចាំ trade នៅក្នុងថ្ងៃស្អែកបានអាការដេញនេះហើយគឺជាបញ្ហាមួយដែលខាតធំស្ថានភាពទីផ្សារ sideways នេះហើយដែលធ្វើឲ្យយើង trade ទៅមកនៅក្នុងមួយកន្លែងហ្នឹងដែលអត់មាន direction ច្បាស់លាស់បញ្ហាទី3គឺគួរតែសួរខ្លួនឯងថាតើក្នុងមួយថ្ងៃយើងអាចរិះបានប៉ុន្មាននៃដើមទុនរបស់យើងឧទាហរណ៍ថាខ្ញុំនៅក្នុងមួយថ្ងៃខ្ញុំ trade រិះបាន2ទៅ3 4 $500អញ្ចឹងកាលណាដែលដល់3 4 $500ហ្នឹងហើយខ្ញុំជប់ trade ទៀតហើយអានឹងគឺជា limit មួយសម្រាប់ខ្ញុំខ្លួនឯងដែលខ្ញុំអត់អាច over trade បានទេអញ្ចឹងបញ្ហាគឺវាអញ្ចេះទេគឺដោយសារតែយើងចង់បានលុយដែលខាតនឹងត្រឡប់មកវិញអញ្ចឹងយើងព្យាយាមចូលហើយចូលទៀតហើយអាផលចំណេញដែលចូលហើយចូលទៀតយើងចង់បានច្រើនដើម្បីវាស៊ីសងគ្នាជាមួយអ្វីដែលយើងខាតណាព្រោះការណាតែបានតិចយើងអត់រួចខ្លួនមកហ្នឹងយើងអត់អាចស៊ីសងជាមួយផលខាតបានមកហ្នឹងដល់ពេលអញ្ចឹងយើងចេះតែហូរតាំងពីចំណេញរហូតមកវិញអញ្ចឹងទៅខ្ញុំគិតថាកុំធ្វើអញ្ចឹងអីគួរតែគិតថាបើសិនជាដល់ limit ហ្នឹងហើយតែដល់ក្នុងចំនួនមួយដែលយើងគិតថាយើងអស់ឲ្យរិះហើយចំស្អែកយើង trade ទៅឬក៏ទី2យើងមើលទៅវាចំណេញត្រឹមរួចខ្លួនយើងកាត់មកសិនមកយើងមិនចាំបាច់គិតដល់រឿងតន់ចំណេញទេយើងសុំតែមករួចខ្លួនសិនទៅហើយចាំយើងមានឱកាសរកផ្សារចូលថ្ងៃស្អែកឬក៏យើងអាចនឹងរកឱកាសផ្សេងដើម្បីចូលទៀតទៅ at least យើងបានរួចខ្លួនទោះមិនចំណេញណាយ៉ាងណាក៏វាអត់ខាតដែរអញ្ចឹងបញ្ហាគឺវានៅត្រង់ហ្នឹងហើយចំពោះដំណោះស្រាយនេះខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងគឺទី1យើងត្រូវដឹងថាតើនៅក្នុងមួយថ្ងៃយើងអាចរិះបានប្រមាណលុយហើយទី2យើងគិតថាបើសិនជាយើងសំណាងល្អយើង trade មកយើងអាចរួចខ្លួនយើងកាត់យករួចខ្លួនសិនទៅឧទាហរណ៍ថាកាត់$300
ឃើញថាអូចំណេញ300យើងកាត់មកសិនមកបើសិនជាយើងភ័យឬក៏បារម្ភយើងមានអារម្មណ៍ថាអត់សូវល្អយើងកាត់វាយកចូលកប៉ាល់សិនមកដើម្បីអី at least គឺយើងអត់បានខាតគឺយើងរួចខ្លួនអញ្ចឹងណាអានឹងគឺជាដំណោះស្រាយមួយដែលយើងអត់ដាក់សម្ពាធឲ្យខ្លួនឯង trade នៅក្នុងការបង្ខិតបង្ខំមួយអានេះយើងបង្ខិតបង្ខំតែអត់ដឹងខ្លួនណាពេលដែលយើងចូល trade ទៅយើងគិតថាអូយត្រូវតែចំណេញឲ្យច្រើនដើម្បីអាងយើងបានលុយត្រឡប់មកវិញអញ្ចឹងទៅកុំព្យាយាមធ្វើអញ្ចឹងពីព្រោះដោយសារធម្មតាផ្សារបើថ្ងៃហ្នឹងគឺវាកោហើយគឺរៀងពិបាក trade តិចហើយអញ្ចឹងយើងព្យាយាមប្រាប់ខ្លួនឯងថាយើងនៅមានថ្ងៃស្អែកឬក៏យើងដូចខ្ញុំនិយាយអញ្ចឹងបើសិនជាយើងអាចកាត់មកចំណេញធ្វើមករួចខ្លួនបានយើងកាត់សិនទៅកុំតន់អាចគិតដល់រឿងចំណេញសំខាន់គឺយើងកុំឲ្យតែខានទៅគឺបានហើយ